ការរៀបចំក្រសួងនៅកម្ពុជានិងគំនិតបង្រួមក្រសួងដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋបាលបច្ចុប្បន្នប្រជាជនកម្ពុជាមានក្រសួងនិងស្ថាប័នជាច្រើនសម្រាប់គ្រប់គ្រងវិស័យនានារបស់រដ្ឋដូចជាសេដ្ឋកិច្ចការពារជាតិអប់រំសុខាភិបាលកសិកម្មបរិស្ថាននិងសង្គមគិច្ចជាដើមការបែងចែកក្រសួងជាច្រើននេះមានគោលបំណងឲ្យរដ្ឋអាចគ្រប់គ្រងការងារបានលម្អិតនិងមានជំនាញឯកទេសនៅក្នុងវិស័យនីមួយៗប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងការមានក្រសួងច្រើនពេកក៏អាចបង្កជាបញ្ហាមួយចំនួនផងដែរដូចជាការងារស្ទួនគ្នាការសម្របសម្រួលយឺតការចំណាយថវិការដ្ឋខ្ពស់និងពេលខ្លះអាចបង្កភាពស្មុគស្មាញក្នុងការគ្រប់គ្រងដោយសារតែហេតុនេះហើយមនុស្សមួយចំនួនបានលើកជាយោបល់ថាកម្ពុជាគួរបង្រួមក្រសួងមួយចំនួនដើម្បីធ្វើឲ្យរដ្ឋបាលកាន់តែសាមញ្ញទំនើបនិងមានប្រសិទ្ធភាពជាងមុនតាមគំនិតនេះកម្ពុជាអាចរៀបចំក្រសួងឡើងវិញពីក្រសួងបច្ចុប្បន្នមានចំនួនជិត30ក្រសួងឲ្យមករួមគ្នានៅត្រឹម20ក្រសួងដោយបញ្ចូលក្រសួងមានភារកិច្ចស្រដៀងគ្នាឬពាក់ព័ន្ធគ្នាឲ្យស្ថិតនៅក្រោមក្រសួងតែមួយគំរូមួយដែលអាចពិចារណាបានមានដូចខាងក្រោមទី1ក្រសួងមហាផ្ទៃនិងសន្តិសុខជាតិទទួលខុសត្រូវលើរដ្ឋបាលស៊ីវិលសាធារណៈនគរបាលសន្តិសុខនិងអន្តោប្រវេសន៍ទី2ក្រសួងការពារជាតិគ្រប់គ្រងកិច្ចការការពារជាតិអធិបតេយ្យភាពនិងសន្តិសុខព្រំដែនទី3ក្រសួងការបរទេសទទួលបន្ទុកកិច្ចការបរទេសកិច្ចការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទី4ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងពាណិជ្ជកម្មគ្រប់គ្រងសេដ្ឋកិច្ចជាតិហិរញ្ញវត្ថុពន្ធដារគយវិនិយោគនិងពាណិជ្ជកម្មទី5ក្រសួងយុតិធធម៌ទទួលបន្ទុកច្បាប់នីតិរដ្ឋយុតិធធម៌និងកិច្ចការតុលាការទី6ក្រសួងសុខាភិបាលគ្រប់គ្រងវិស័យសុខាភិបាលនិងសុខុមាលភាពប្រជាពលរដ្ឋទី7ក្រសួងអប់រំទទួលខុសត្រូវលើការងារអប់រំនិងការអភិវឌ្ឍធនធានមនុស្សទី8ក្រសួងព័ត៌មានប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់គ្រងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយប្រៃសណីយ៍និងទូរគមនាគមន៍ទី9ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាវិទ្យាសាស្ត្រទទួលបន្ទុកវិស័យឧស្សាហកម្មសិប្បកម្មបច្ចេកវិទ្យាផលិតកម្មនិងវិទ្យាសាស្ត្រនវានុវត្តន៍ទី10ក្រសួងកសិកម្មគ្រប់គ្រងការដាំដុះចិញ្ចឹមសត្វជលផលនិងផលិតកម្មកសិកម្មទី11ក្រសួងបរិស្ថានឧតុនិយមនិងធនធានធម្មជាតិទទួលបន្ទុកកិច្ចការការពារបរិស្ថានការព្យាករណ៍អាកាសធាតុនិងការគ្រប់គ្រងធនធានធម្មជាតិទី12ក្រសួងការងារនិងមុខរបរគ្រប់គ្រងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈទី13ក្រសួងគមនាគមន៍ទទួលខុសត្រូវលើអាកាសចរស៊ីវិលការដឹកជញ្ជូនផ្លូវគោកផ្លូវដែកនិងផ្លូវទឹកទី14ក្រសួងវប្បធម៌ទេសចរណ៍និងកីឡាគ្រប់គ្រងវប្បធម៌សាសនាទេសចរណ៍និងកីឡាទី15ក្រសួងនគររូបនីយកម្មទទួលបន្ទុកនគររូបនីយកម្មនិងសំណង់ទី16ក្រសួងសង្គមគិច្ចគ្រប់គ្រងកិច្ចការកុមារយុវជននារីជនពិការជនចាស់ជរាទូរគតជននិងនិវត្តជនទី17ក្រសួងមុខងារសាធារណៈទទួលបន្ទុកការគ្រប់គ្រងមន្ត្រីនិងបុគ្គលិកសាធារណៈទី18ក្រសួងវិស្វកម្មនិងអភិវឌ្ឍន៍ទទួលខុសត្រូវលើការសាងសង់កសាងនិងស្ដារហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសាលារៀននិងប្រព័ន្ធធារាសាស្ត្រទី19ក្រសួងរ៉ែនិងថាមពលគ្រប់គ្រងវិស័យរ៉ែថាមពលទឹកស្អាតនិងអគ្គិសនីទី20ក្រសួងប្រឆាំងអំពើពុករលួយនិងសវនកម្មទទួលបន្ទុកការត្រួតពិនិត្យថវិកាការធ្វើសវនកម្មនិងការបង្ក្រាបអំពើពុករលួយការបង្រួមក្រសួងបែបនេះអាចមានអត្ថប្រយោជន៍ជាច្រើនជាដំបូងវាអាចជួយកាត់បន្ថយការងារស្ទួនរវាងក្រសួងនិងធ្វើឲ្យការសម្របសម្រួលកាន់តែងាយស្រួលក្រសួងដែលមានការងារពាក់ព័ន្ធគ្នាអាចធ្វើការរួមគ្នាបានលឿននិងមានប្រសិទ្ធភាពជាងមុនទី2វាអាចជួយកាត់បន្ថយការចំណាយរដ្ឋដោយកាត់បន្ថយរចនាសម្ព័ន្ធរដ្ឋបាលធំមន្ត្រីស្ទួននិងការចំណាយមិនចាំបាច់ថវិកាដែលសន្សំបានអាចយកទៅអភិវឌ្ឍវិស័យសំខាន់ផ្សេងទៀតដូចជាអប់រំសុខាភិបាលនិងហេដ្ឋារចនាសម្ព័ន្ធទី3ការបង្រួមក្រសួងអាចជួយធ្វើឲ្យការសម្រេចចិត្តរបស់រដ្ឋលឿនជាងមុនពេលមានក្រសួងច្រើនពេកការងារមួយចំនួនត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដែលធ្វើឲ្យយឺតនិងស្មុគស្មាញ
បើរដ្ឋបាលមានលក្ខណៈសាមញ្ញការអនុវត្តគម្រោងនានាក៏អាចលឿននិងមានប្រសិទ្ធភាពជាងមុនផងដែរលើសពីនេះការរៀបចំក្រសួងឲ្យច្បាស់លាស់អាចជួយបង្កើនតម្លាភាពនិងភាពទទួលខុសត្រូវប្រជាពលរដ្ឋអាចដឹងច្បាស់ថាក្រសួងណាទទួលខុសត្រូវលើការងារអ្វីហើយក៏ងាយស្រួលនៅក្នុងការត្រួតពិនិត្យនិងវាយតម្លៃការងាររដ្ឋជាពិសេសការបង្កើតក្រសួងប្រឆាំងអំពើពុករលួយនិងសាវនកម្មឲ្យមានសមត្ថភាពឯករាជ្យអាចជួយពង្រឹងតម្លាភាពនិងកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យសាធារណៈបានផងដែរសរុបមកការបង្រួមក្រសួងមិនមែនមានន័យថាកាត់បន្ថយតួនាទីរដ្ឋនោះទេប៉ុន្តែជាការរៀបចំរដ្ឋបាលឡើងវិញឲ្យមានប្រសិទ្ធភាពសាមញ្ញនិងទំនើបជាងមុនសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាការមានក្រសួងដែលមានតួនាទីច្បាស់លាស់មិនស្ទួនគ្នានិងអាចធ្វើការសម្របសម្រួលបានល្អគឺអាចជួយជំរុញការអភិវឌ្ឍជាតិនិងបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព